ទាំងខ្ញុំសុទ្ធតែមានការបារម្ភឆ្លងកាត់ដល់ការលំបាកផងមែនតើ2025វាមិនមែនជាឆ្នាំដែលថ្មីទេវាជាឆ្នាំមួយដែលបន្តតាំងពី2020តាំងពី COVID កើត2020ហើយដល់ពេលសង្គ្រាមអ៊ុយក្រែន2022ដល់ពេល24ឬបញ្ហាច្រើន25ហ្នឹងគឺជាពេលមួយដែលយើងកាន់តែលំបាកដោយសារតែពីដើមមក2020គឺCOVID វាកើតឡើងទូទាំងពិភពលោក22សង្គ្រាមអ៊ុយក្រែនរុស្ស៊ីហើយនៅអឺរ៉ុបដល់ពេល25ជាពេលមួយដែលយើងមានបញ្ហាជាមួយខាងថៃវាមានន័យថាប៉ះពាល់ដល់ផ្ទាល់ហ្មងដល់ពេលប៉ះពាល់ផ្ទាល់អញ្ចឹងសួរថាចុះអាជីវកម្មខាចទ្របយ៉ាងម៉េចទៅនៅពេលដែលយើងមានបញ្ហាប៉ះពាល់អញ្ចឹងយើងអាចនិយាយដោយយើងនិយាយជាលក្ខណៈទូទៅគឺវាប៉ះពាល់ហើយប៉ុន្តែវាក៏ជាពេលមួយដែលបង្ហាញថានរណាជានរណាឆ្លងកាត់ការលំបាករយៈពេលចូល6ឆ្នាំហ្នឹងវាធ្វើឲ្យក្រុមហ៊ុនជាច្រើនដែលមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់គឺគាត់ត្រូវតែបិទទ្វារហ្មងហើយក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិល្មមក៏អាចបន្តបាន2 3 4ឆ្នាំបិទទ្វារទៅដែរអញ្ចឹងយើងអាចមើលឃើញថាក្រុមហ៊ុនទាំងឡាយណាដែលឆ្លងដល់2026ចាត់ទុកថាជាក្រុមហ៊ុនមួយដែលរឹងមាំហើយសម្រាប់ខាងខ្ញុំយើងអាចសារភាពជាលក្ខណៈទូទៅថាយើងក៏ប៉ះពាល់ដូចគេដែរឯងអញ្ចឹងមិនមែនថាមិនប៉ះពាល់ទេប៉ុន្តែប៉ះពាល់ក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបានហេតុអ្វីបានជាគេជាច្រើនគេប៉ះពាល់គេបានបិទទ្វារតាំងពី2020វាបាត់កាលឡើង2020ក្រុមហ៊ុនខ្លះបិទទ្វារទៅ22 23 24ឬក៏25ប៉ុន្តែដល់ពេលខាងខ្ញុំយើងនៅដំណើរការជាធម្មតាយើងប៉ះពាល់គឺប៉ះពាល់តែយើងដំណើរការជាធម្មតាបានដោយសារអីដោយសារអាចនិយាយថាទី1គឺភាពបន្សាំគឺមានតែយើងស៊ាំទៅនឹងការលំបាកដោយសារបទពិសោធន៍យើងគឺ25ឆ្នាំក្នុងមុខរបរដីធ្លីនេះតាំងពី2001មកគឺ20ឆ្នាំយើងបានឆ្លងកាត់រឿងជាច្រើនយើងបានចាប់ផ្ដើមពីចំណុច0នៃអាជីវកម្មយើងបានចាប់ផ្ដើមរកលុយពី$1នៃអាជីវកម្មអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមពីចំណុចអត់មានអ្វីទាំងអស់ឡើង1 2 3 4 5ដល់ពេលដែលឡើងទៅវាមានបញ្ហាយើងឆ្លងកាត់រឿងវាច្រើនណាអញ្ចឹង25យើងមានបញ្ហាមែន24 23វាជាបញ្ហាតែយើងឆ្លងកាត់បានដោយសារយើងស៊ាំទៅនឹងបញ្ហាយើងដឹងថានៅពេលដែលបញ្ហាកើតឡើងនេះគឺយើងដោះស្រាយរបៀបណាហើយខ្ញុំគឺជាអ្នកដែលយើងមើលឃើញទស្សនវិស័យយើងគឺមើលឃើញវែងឆ្ងាយយើងមើលឃើញពីអនាគតអាចមកពីថាខ្ញុំរស់ស៊ីមកបននឹងដំណាក់កាលដំបូងហើយខ្ញុំបានធ្វើដំណើរសុខខែច្រើនយើងបានធ្វើដំណើរនៅក្នុងប្រទេសនៅក្នុងតំបន់អាស៊ានអាស៊ីអឺរ៉ុបអាមេរិកគឺយើងដើរទៅប្រទេសច្រើនយើងមើលឃើញថាប្រទេសគេរីចម្រើនជាងយើងអន់ជាងយើងកត្តាអ្វីក៏យើងស្វែងយល់បានអាចនិយាយថាខ្ញុំបានទៅដល់អនាគតកាលនៃកម្ពុជាយើងបានទៅដល់ប្រទេសដែលរីចម្រើនជាងយើង10ឆ្នាំ20 30 40ឆ្នាំមួយឆ្នាំគឺយើងសម័យថាកម្ពុជាយើង10ឆ្នាំក្រោយ20 30ឆ្នាំក្រោយយ៉ាងម៉េចគឺយើងសម័យទៅយើងអាចដឹងជាមុនណាអញ្ចឹងនៅពេលដែលយើងបានមើលឃើញពីអនាគតគឺខ្ញុំតែងតែអនុវត្តតាមអ្វីគេហៅថាជាលក្ខណៈអង់គ្លេសថា proactive បើយើងនិយាយទៅថាយើងធ្វើលបងមុនពេលបាត់គោយើងបានរៀបចំមុនពេលមានបញ្ហាអញ្ចឹងនៅពេលដែលមានបញ្ហាកើតឡើង2020តឥឡូវពិសេស2025យើងរក្សាជំហរបានគឺយើងដឹងថារឿងហ្នឹងវាកើតឡើងដោយសារអីវាកើតឡើងរយៈពេលប៉ុណ្ណាហើយđiểmចប់នៅពេលគឺយើងស្មានយើងគិតជាមុនជាទូទៅយើងគិតវាអត់សឹកខុសអញ្ចឹងនៅពេលដែលយើងច្បាស់នៅបញ្ហាហើយយើងអាចឈរជើងបានអានោះជាមូលហេតុដែលដល់ពេលឥឡូវនេះទោះបីយើងមានបញ្ហាដូចគេឬឯងមែនប៉ុន្តែបញ្ហាយើងគឺ minimize គឺយើងបំរុងបញ្ហាទូចហើយយើងនៅដំណើរការធម្មតាអញ្ចឹងចូល26 27គឺពួកជាដំណើរការជាធម្មតាហើយយើងមើលឃើញថាចំក្រោយ26បើជារោលបានច្រើនជាងជាទូទៅគឺខ្ញុំគិតមុនបង្ការមុនមានបញ្ហាកើតឡើងហើយពេលបញ្ហាកើតឡើងគឺយើងវិភាគបញ្ហាតែបញ្ហាអាចកើតឡើងរយៈពេលប្រមាណយើងព្រេខ្លួនជាមុនដែលនិយាយថាខ្មែរយើងមានពាក្យថាធ្វើលបងមុនពេលបាត់គោអង់គ្លេសថា proactive មិនមែន reactive ទេ reactive មានថាបាត់គោបានធ្វើលបងខ្ញុំធ្វើលបងមុនអញ្ចឹងមុនពេលមានបញ្ហាគឺដោយសារតែបញ្ហាស្រុកខ្មែរយើងភាគច្រើនវាមិនមែនបញ្ហាដែលយើងបង្កើតដោយខ្លួនឯងបញ្ហាស្រុកខ្មែរយើងភាគច្រើនគឺបញ្ហាដែលយើងចំហាយពីគេហើយរងផលប៉ះពាល់ពីគេអញ្ចឹងខ្ញុំមើលឃើញជាទូទៅខ្ញុំស្រាវជ្រាវទីផ្សារលំដុះគឺខ្ញុំមើលឃើញអាមេរិកអឺរ៉ុបជប៉ុនអញ្ចឹងគឺនៅពេលដែលអាមេរិកមានបញ្ហាអឺរ៉ុបមានបញ្ហាចិនមានបញ្ហាដល់អត់បើគេល្អយើងឯងល្អបើគេប៉ះយើងប៉ះពាល់អញ្ចឹងបញ្ហាកើតឡើងភ្លាមគឺមិនមែនកើតឡើងនៅខ្មែរយើងទេវាកើតឡើងនៅប្រទេសផ្សេងប៉ុន្តែបញ្ហាវា
ទីមកយើងអញ្ចឹងយើងដឹងថាបញ្ហាគឺវាអញ្ចឹងចាប់ពេលណាខ្ញុំមើលឃើញថាវាមិនយូរទេនឹងបញ្ចប់សំខាន់ខាងគេដោះស្រាយបញ្ហាប៉ុន្តែវាទីមកយើងបញ្ហានៅសង្គ្រាមអ៊ុយក្រែនបញ្ហានៅអាមេរិកបញ្ហានៅចិនអីគឺវាមានប្រភពវាហើយយើងរងផលប៉ះពាល់អញ្ចឹងជាទូទៅខ្ញុំតាមដានព័ត៌មានក្នុងស្រុកក៏ខ្ញុំតាមដានប៉ុន្តែជាទូទៅភាគច្រើនខ្ញុំតាមដានព័ត៌មានសុខក្រៅច្រើនជាងព្រោះព័ត៌មានសុខក្រៅគឺជាប្រភពដើមនៃបញ្ហាដែលអាចប៉ះពាល់ដល់យើងហើយសុខក្រៅគេកើតឡើងយូរមួយខែ400ខែមួយឆ្នាំបញ្ហាមកសុខខ្មែរអញ្ចឹងនៅពេលដែលឃើញនៅសុខក្រៅមានបញ្ហាអ្វីមួយខ្ញុំនឹងវិភាគថាវាអាចប៉ះពាល់យើងអត់អញ្ចឹងតម្រាំវាប៉ះពាល់អត់វាចាយពេកអញ្ចឹងយើងព្រេខ្លួនជាមុនជាទូទៅគឺខ្ញុំគិតហើយបាទយើងធ្វើ